សែនឈឺចាប់ខ្លោចផ្សាអ៊ូលណែនអរាណាថ្លៃត្រានត្រើជីវិតអ្នកម៉ែឆ្លងមិនរួចឡើយអស់ណាកូនអើយម៉ែសែនចុកចាប់មើលណាស់តែសែនអនិច្ចាលោកកានេះមិនដេចក៏អ្នកឡើយគ្មានក្តីអាណិតយំរាជមិនអើយជួបស្រស់វមិត្តអោព្រំលិខិតណាឬស្យាពេដំណើរកាលនាងបណ្ដាចាសោកដល់ពុត្រាក្តៅជីវិតទាំងប្តីនាងស្លាប់ចំបែកចិត្តយំសោកអាណិតដេកដួលក្រាបមេហោណែបុត្រាម្ដាយទាំងពីរមួយលងវារីមួយខ្លែងឆាបកូនស្លាប់ចោលម្ដាយទឹកភ្នែកដាបបានអ្នកអង្គព្រាមក្រមដងស្ដាំបានអ្នកស្លាប់ទៅម្ដាយទូកាត់បីពអ្នកស្កាត់ដើរឆ្លងស្ទឹងឥឡូវទាំងបីបាត់សូនឈឹងម្ដាយគ្មានរំពឹងលេងយ៉ាងរួមបើស្លាប់នេះរស់ខ្លះត្រន់ត្រយ៉ាងតែនេះគ្រោះកាលផ្ដាច់ផ្ដាល់អស់កម្មអ្វីហុចដល់ឃើញស្រស់ស្រស់អោទ្រូងអើយរស់ធ្វើអ្វីទៀតណា
បំឡើងកាលណាត្រាច់ក្នុងព្រឹក្សាទ្រូងចង្អៀតកំព្រាម្នាក់ឯងគិតមានញាតក្រាន់បានទៅបៀតណែចិត្តមានណែដែរអនិច្ចាមេត្តាបៃតានាងបងប្រុសសំរៀងសំតោភីយប់នោះភ្លៀងចលខ្លាំងណាស់ណារលំគ្រឹះហៀងស្លាប់សងកត់មេយោគីដុតសំភ្លើងហើយនាងទូប្រថុយយ៉ាងប្រញាប់យោគីប្រាប់ថាពុកនាងស្លាប់នាងដួលថ្នាប្រកាប់មេលើផែនដីលំយ៉ាងសន្លប់ឡើងកាលណាឈួតផ្ដាស់ពាលីគ្មានដឹងអ្វីដើរត្រាច់វឹកវយអស់កេស្រីទៅតាមនិស័យអត់សញ្ញាញ៉ាយពេលនោះសម្ដេចព្រះមុនីនាថណែទ្រង់ណែនเป็นស្អាតលើអាសនាសម្ដែងព្រះធម៌ប្រោសត្តានាងដើរឆ្លេងឡើងបានចូលស្ដាប់មើលុះចប់ព្រះធម៌ឡើងកាលណានិស័យវាសនានាងមានស្រាប់លុះដល់សោតតានាងលែងឡប់ទៅភពលែងផន់